ក្នុងការចូលរួមកម្មវិធីនេះយើងក៏មាន booth ខ្លួនឯងផ្ទាល់ដែរគឺសបាយ cloud របស់យើង cloud plus របស់យើង high tech អញ្ចឹងថ្ងៃនេះខ្ញុំមានអារម្មណ៍ថាសបាយព្រោះកម្មវិធីនេះមានការចូលរួមពីក្រុមហ៊ុនច្រើនភាគច្រើនដូចជា tech company អីគឺចូលរួមច្រើនហើយយើងបានបង្ហាញផលិតផលរបស់យើងផងយើងនឹងដើរមើលផលិតផលរបស់ក្រុមហ៊ុនផ្សេងៗដែរអញ្ចឹងគឺយើងបានទទួលបានអាភាពប្លែកច្រើនអញ្ចឹងមានក្រុមហ៊ុន Tech ច្រើនយើងអាចទៅសួរនាំគាត់ពី service របស់គាត់យើងអាចដឹងពី service របស់គាត់ច្រើនកម្មវិធីនេះគឺមានការរៀបចំល្អបងដោយសារមានការចូលរួមច្រើនពីក្រុមហ៊ុនទាំង start up ទាំង company ទូចធំអីគឺគាត់មក join ច្រើនអញ្ចឹងតកតង Tech technology ក្រុមហ៊ុន Tech ដែល provide solution តកតង technology ហ្នឹងគឺមានការចូលរួមច្រើនដូចគ្នាអញ្ចឹងទាំងក្រុមហ៊ុនយើងទាំងក្រុមហ៊ុនផ្សេងៗគឺគាត់បានដាក់បង្ហាញពីផលិតផលរបស់គាត់បានច្រើនហើយយើងក៏អាចទៅសួរនាំពីផលិតផលរបស់គាត់ខាងគាត់ក៏អាចមកសួរនាំពីផលិតផលរបស់យើងហើយក៏មានបងប្អូនដែលចូលរួមពីខាងក្រៅមកច្រើនដែរការតភ្ជាប់សម្រាប់ដែលបងប្អូនឬក៏បងប្អូនដែលគាត់ខាងឆ្លាញ់ខាង technology ការប្រើប្រាស់ service របស់ក្រុមហ៊ុនផ្សេងៗអាចចូលមកក្រុមកម្មវិធីនេះបានយើងអាចផ្ដល់ជាព័ត៌មានច្រើននៅក្នុងហ្នឹងខ្ញុំបាទឈ្មោះឈឿងមេងស្រៀងហើយខ្ញុំធ្វើការនៅក្រុមហ៊ុនសបាយ Tech ពួកយើងមាន service ជាច្រើនមកដូចជាមានតាក់ទងទៅនឹង storage ដែលយើង provide តាក់ទងទៅនឹងអាចថា user គាត់អាចធ្វើការ store ជា file អីបានក្នុងហ្នឹងហើយក៏មានតាក់ទងទៅនឹង streaming និង storage និង transcoder តែតាក់ទងនឹង service ទាំងពីរនេះគឺអាចថាយើងធ្វើការខាច់នៅឧទាហរណ៍តាក់ទងនឹងវីដេអូតាក់ទងនឹងអីគឺអាចនឹងធ្វើឲ្យ speed នៃវីដេអូដែលគាត់អាច streaming គឺលឿនជាងមុនអញ្ចឹងហើយក៏យើងមានតាក់ទងទៅនឹង run app ដែល run app គឺតាក់ទងទៅនឹងយើងអាច run ជា container app គឺយើង host ជា container app នៅលើសបាយបានហើយក៏មានតាក់ទងនឹង database ដែលយើងអាចប្រើប្រាស់តាក់ទងនឹង database មាន instant អាចថាមាន MySQL PostgreSQL អីចឹងហើយមានដូចជា Maria ឬក៏ MongoDB ចឹងក៏យើងមានតាក់ទងនឹង CMS ដែលយើងអាចធ្វើការបង្កើត website ប្រភេទជាព័ត៌មានអីបានចឹងបងបាទហើយក៏យើងមានតាក់ទងមួយទៀតគឺ meeting គឺយើងអាចធ្វើការcall ដូចជា Google Meeting ឬក៏ Zoom អីចឹងទៅបាទនិយាយរួមទៅអាចថានៅនេះគឺមានស្តង់ជាច្រើនដែលអាចថាសិតតែតាក់ទងនឹងបច្ចេកវិទ្យាទាំងអស់អញ្ចឹងអាចនិយាយបានថានៅនេះបើសិនជាបងប្អូនដែលគាត់បានមកទស្សនាអញ្ចឹងគឺគាត់អាចថាទទួលបានចំណេះដឹងច្រើនហើយក៏ដូចជាអាចថានៅស្តង់នីមួយគឺគេមានតាក់ទងនឹង promotion សាកតេស្តតាក់ទងនឹង survey តាក់ទងនឹងបច្ចេកវិទ្យាដែរអញ្ចឹងពួកគាត់ប្រកាសជាទទួលបាននៅចំណេះដឹងច្រើនហើយក៏ដូចជាតាក់ទងនឹង promotion ជាច្រើនពីក្រុមហ៊ុនមួយអញ្ចឹងបងខ្ញុំពិតជាចង់ឲ្យសារតើអាចថាដើម្បីឲ្យប្រទេសយើងរីកចម្រើនទៅមុខទៀតគឺ digital គឺហត់តែអាចថាសំខាន់ហើយអញ្ចឹងបើសិនជាមានកម្មវិធីចេះជារៀងរាល់ឆ្នាំគឺអាចថាធ្វើឲ្យអ្នកដែលគាត់ផលិតឬក៏បង្កើតតាក់ទងនឹងអាខាង digital និយាយរួមទៅអាចថាបើយើងនិយាយតាក់ទងនឹងសម័យពីមុនអញ្ចឹងទៅអញ្ចឹងសម័យពីមុនគឺយើងប្រើប្រាស់กระดาษឬក៏អីជាច្រើនដែលអាចថាបើយើង convert មកតាក់ទងនឹង digital គឺអ្វីៗគឺវាល្អប្រសើរតាក់ទងនឹងអាចថាវាងាយស្រួលជាងមុនវាការតាក់ទងហ្នឹងក៏វាលឿនជាងមុនដោយសារតែវាលើអ៊ីនធឺណិតអញ្ចឹងទៅសម្រាប់ម្ចាស់អាជីវកម្មគឺគាត់អាចនៅធ្វើនឹងបង្កើតអ្វីដែលថ្មីហើយយកមកបង្ហាញនៅលើកម្មវិធីមួយនេះហើយបើសម្រាប់តាក់ទងនឹងសិស្សានុសិស្សគឺគាត់អាចថាគាត់កំពុងតែរៀនតាក់ទងនៅផ្នែក IT ឬក៏ digital ហ្នឹងគឺគាត់អាចយកចំណេះដឹងដែលគាត់កំពុងតែរៀនហ្នឹងយកទៅបម្រើការងារទៅតាមក្រុមហ៊ុននីមួយៗអញ្ចឹងទៅអញ្ចឹងថ្ងៃនេះថ្ងៃទី2អញ្ចឹងសម្រាប់អ្នកបងប្អូនដែលគាត់អត់តបានមកចូលរួមគឺគាត់អាចមកចូលរួមបានដូចគ្នាដោយគាត់អាច register អញ្ចឹងទៅហើយសម្រាប់កម្មវិធីនេះគឺមានរបស់ជាច្រើនអាចថាមានបូជាច្រើនតាមក្រុមហ៊ុននីមួយៗដែលគាត់អាចបង្ហាញតាក់ទងនឹងសេវាកម្មរបស់គាត់ជូនទៅកាន់បងប្អូនអាចមើលបានអញ្ចឹងទៅហើយក៏អាចរៀនពីតាក់ទងទៅនឹងអាជីវកម្មមួយរបស់ពួកគាត់ដូចគ្នាហើយអាចប្រើប្រាស់សេវាកម្មរបស់ពួកគាត់អញ្ចឹង